ក្រដែរអ្នកដែលបោកប្រាស់គេយកលុយគេទៅចាយក៏ឈ្មោះថាធ្វើខ្លួនឯងឲ្យជាអ្នកក្រដែរនឹងឲ្យពូជខ្លួនឯងពូជក្រដោយខ្លួនឯងអាយុវែងឬខ្លីខ្លួនយើងជាអ្នកឲ្យដែរឥស្វែងយល់បានជួបជុំគ្នាដើម្បីសិក្សាតាមគម្ពីរបត្រៃបិដកដែលយើងទាំងអស់គ្នាបានដឹងហើយថាធម៌ពុទ្ធជាម្ចាស់អត់សម្ដែងឯណាក្រៅពីជីវិតយើងទេហើយជីវិតយើងនេះប្រព្រឹត្តទៅខុសៗគ្នាបន្តិចមិនឆ្ងាយប្រមាណទេទៅតាមឧបនិស្ស័យដែលធ្លាប់សន្សំលោកអ្នកដែលធ្លាប់សន្សំបុណ្យច្រើនក៏បានសេចក្តីសុខច្រើនទៅហើយសន្សំបុណ្យតិចក៏បានសុខតិចទៅហើយអត់មានបុណ្យកាន់តែទុកលំបាកខ្លាំងណាស់ទៅទៀតទៅភាពខុសគ្នានេះមិនមានអ្នកណាឲ្យក្រៅពីខ្លួនយើងជាអ្នកឲ្យទេចាំឲ្យច្បាស់ទៅទៀតណាគ្មានអ្នកណាឲ្យយើងក្រៅពីខ្លួនយើងទេព្រះអង្គសម្ដែងហើយថាសត្វលោកសាងកម្មណាទទួលផលនៃកម្មនោះអញ្ចឹងបើយើងសាងកម្មជាអកុសលឲ្យផលជាទុក្ខដោយខ្វះទ្រព្យសម្បត្តិហេតុនាំឲ្យខ្វះទ្រព្យសម្បត្តិគឺអ្វីខ្លះទៅក្នុងបត្រៃបិដកព្រះអង្គមានសម្ដែងអ្នកដែលលួចទ្រព្យគេធ្វើឲ្យខ្លួនឯងអត់មានទ្រព្យអ្នកដែលជាពាក់លុយគេអត់សងក៏ឈ្មោះថាធ្វើខ្លួនឯងក្រដែរអ្នកដែលបោកប្រាស់គេយកលុយគេទៅចាយក៏ឈ្មោះថាធ្វើខ្លួនឯងឲ្យជាអ្នកក្រដែរនឹងឲ្យពូជខ្លួនឯងពូជក្រដោយខ្លួនឯងអាយុវែងឬខ្លីខ្លួនយើងជាអ្នកឲ្យដែរយើងឲ្យពូជអាយុវែងឲ្យខ្លួនឯងឬក៏ឲ្យពូជអាយុខ្លីខ្លួនឯងគឺខ្លួនយើងជាអ្នកឲ្យដោយអីដោយប្រព្រឹត្តតាមកាយកម្មវិច័យកម្មមនោកម្មជាអកុសលនឹងឯងនិយាយឲ្យចំស្រួលស្ដាប់គឺការទ្រុសិលនេះឯងទ្រុសិលហ្នឹងធ្ងន់ធ្ងរទាំងធ្លាក់នរកប្រែតឬរឆានអសូរកាយបានណាពិសេសសិល5ហ្នឹងតែម្ដងសិល5ហ្នឹងក៏មើលងាយថា5ហ្នឹងមិនបានប្រយោជន៍ណាអ្នកសិល8សិល10ដាច់សិក្ខាបទណាមួយក្នុង8ឬថែម3ទៀតឬទៅថែមឲ្យវាគ្រប់10ហ្នឹងណាអត់ធ្លាក់នរកទេណាកាន់តែសៅម៉ងសិលអត់បរិបូរសិលតែប៉ុណ្្នឹងឯណាតែបើដាច់សិល5ធ្លាក់តែហ្មងសាកលោទៅព្រះអង្គសម្ដែងមិនខុសទេទៀតដាច់សិលបាណានរកអត់អុកចន្ទថាដាច់អត្តនេទានដាច់នឹងទៅអត់សុរាដាច់ទៅហ្នឹងហើយកាមេដាច់ទៅអត់កាមេនឹងសបាយបើមករាល់ថ្ងៃកាមេដូរគូដល់កហើយអានឹងចិត្តរហោស្អីណារកាដែកវាអត់មានស្អីដែកទៀតទេវាសឹកអស់ហើយណាចេះតែនិយាយទៅអត់សឹកទេណានរកមានណាកុំមើលស្រាលឲ្យសោះទេអញ្ចឹងសិល5គឺទៅហ្មងដាច់មួយណាក៏ទៅដែរប្រយ័ត្នទេណាប្រយ័ត្នចំណុចហ្នឹងក្នុងឱកាសនេះក៏ចង់បញ្ជាក់ជូនផងដែរថាសុខភាពផ្លូវកាយផ្លូវចិត្តយើងជាអ្នកឲ្យដែរណែមិញហ្នឹងស្ដាប់ធម៌មិញហើយណានាំឲ្យអាយុវែងអាយុខ្លីនៅអាហារក្ររលួយអីហ្នឹងគឺការឲ្យសុខភាពផ្លូវកាយនិងផ្លូវចិត្តយើងជាអ្នកឲ្យដែរគ្រាន់តែមិនគ្រាន់តែវាមានអីខ្លះបញ្ហាប្រឈមនៅក្នុងសង្គមវាមានហេតុផលដែលនាំឲ្យយើងជួបរឿងរ៉ាវផ្សេងមកពីអីក៏មកពីអកុសលវិបាកដែលយើងធ្វើឲ្យនាំបណ្ដាលឲ្យជួបអារឿងនឹងដែរដូចខ្ញុំមិញលើកឡើងថាអង្គុយសុកអាកង់ឡានវាដាច់ទៅវាមិនទៅណាទៅនេះវាទៅជល់អាអ្នកអង្គុយឯណោះអានឹងមិនកាលវេលាដែលត្រូវទៅវាដល់ពេលត្រូវស្លាប់បណ្ដាលឲ្យមានអញ្ចឹងទៅស្លាប់ដែរទៅវាអត់អីទៀងទាត់ទេហើយនឹងស្អីសិតតែអកុសលវិបាករបស់កម្មឯងរឿងអីមិនទៅណាដែរមកជល់ដល់មនុស្សអង្គុយនឹងមួយវាលប៉ុណ្ណាណៃក៏មិនទៅអានឹងដល់ពេលអាយុជីវិតដែលត្រូវអស់វាត្រូវអញ្ចឹងទៅហើយយើងជឿទៅទៀតជឿលើកម្មនិងផលរបស់កម្មជឿលើវិបាករបស់កម្មហើយយើងតែងតែមិនចង់បានសុខសុំពុទ្ធបរិស័ទទាំងអស់មេត្តារៀបចំចិត្តគំនិតក្នុងការផ្សាយមេត្តាដល់មនុស្សទាំងឡាយអត់បាច់ឆ្ងាយវែងទេមិនបាច់សូត្រវែងទេបើមានពេលវែងក៏សូត្រទៅដាក់យ៉ាងថោចណាស់ក៏ដាក់ចិត្តអញ្ចឹងរៀនសាបមើលទៀតវាមានសេចក្តីសុខសត្វទាំងឡាយណាដែលដល់ទុកសុំឲ្យអស់ទុកទៅដល់ភ័យសុំឲ្យអស់ភ័យទៅដល់សេចក្តីសោកសុំឲ្យអស់សោកទៅបច្ចៈមួយទៀតមិនសុំកុំឲ្យមានពៀវេរានឹងគ្នាយើងឲ្យគេសុខឲ្យគេសុបាយហើយសុំកុំឲ្យមានពៀវេរានឹងគ្នាសុំឲ្យអហោសកម្មនៅកម្មទាំងឡាយណាដែលធ្លាប់មានពៀនឹងគ្នាហើយព្រោះយើងខ្លាចបំផុតឲ្យពៀវេរានឹងតែម្ដងហើយបើមានពៀវេរាហើយកិច្ចមិនរួចទេណាក្នុងគណៈដែលទទួលវិបាករបស់កម្មហើយកុំសាងកម្មថ្មីឲ្យនាំពៀវេរាទៀតណាពៀរងាប់ដោយការមិនចង់ពៀមិនមែនយើងចង់ថាបានយ៉ាងម៉េចបានយ៉ាងនឹងទេបើសិនជាយើងបានសាងហើយព្រះអង្គបានសម្ដែងថាព្រះអង្គមិនអាចកែប្រែវិបាករបស់កម្មសត្វកម្មរបស់សត្វលោកដែលសាងហើយបានទេមានតែម្យ៉ាងគត់ដែលព្រះអង្គផ្ដល់វិធីសាស្ត្រឲ្យនោះមិនថាអត់កាឡាដើរទេណាមិនងាប់កាឡាសដោទៅបានជាសាងកម្មចឹងឲ្យវាត្រូវបាបវាវេទនាអត់ទៅណារួចអ
អាចដោះស្រាយរួចបានក្នុងខណៈដែលសាងបុណ្យឲ្យបានច្រើននឹងអីកម្មខ្លួនយើងដែរអំពើយើងនឹងដែរដែលយើងសាងបុណ្យឲ្យបានច្រើនឲ្យបានខ្លាំងពិសេសសមាធិនេះឯងដែលជាគរុកម្មលោកអ្នកចម្រើនសមាធិប្រកបដោយវិបស្សនាឲ្យបានច្រើនបាបអកុសលក៏ថយដែរដោយសារអីកុសលកម្មនេះដើរតួជាឧបឃាតកកម្មមិនឧបត្ថម្ភទេណាមួយគឺកុសលដែលបានយើងធ្វើឲ្យកុសលនឹងដើរតួជាឧបត្ថម្ភកកម្មទៅជំរុញឲ្យកុសលធម៌ដែលយើងមានហើយនឹងឲ្យកាន់តែច្រើនទៅប៉ុន្តែកុសលធម៌នេះក៏ដើរតួឧបឃាតកកម្មសម្រាប់កម្មជាអកុសលមិនមានឱកាសឲ្យផលប៉ុន្តែមិនសម្រាប់ដាច់ជាសមុច្ឆេទទេណាមិនដាច់ជាសមុច្ឆេទទេច្រឡំទៅច្រឡំថាទៅផ្ដាច់កម្មពីបានអត់ទេត្រង់ម៉េចដែលយើងទៅធ្វើបុណ្យនឹងបុណ្យច្រើននឹងឧបឃាតកកម្មវាទប់អកុសលនឹងមិនឲ្យមានឱកាសឲ្យផលតែកម្មនឹងនៅមាននៅឡើយទេគេមិនតន់ឲ្យផលយល់អត់បើក្នុងគណៈណាដែលយើងសាងបាបវិញហើយអត់ប្រឹងសាងបុណ្យនេះវាថយទៅបុណ្យនេះកម្លាំងតិចវាអត់មានកម្លាំងខ្លាំងទៅគ្របបាបទេបាបនេះគេមានកម្លាំងវិញគេឲ្យផលដដែលព្រោះគេអត់ស្លាប់ឯណាមិនហៅសកម្មដូចជាយើងបានសម្រេចមគ្គផលណាតើបានសម្រេចជាព្រះអរិយបុគ្គលនឹងបានកម្មនឹងវាអហោសកម្មអត់មានឱកាសឲ្យផលដោយអង្គលីមេលចឹងណាសម្រាប់គេមកកណោដល់បានសម្រេចព្រះរហន្តកម្មទាំងអស់ហ្នឹងអត់មានឱកាសឲ្យផលទេដាច់ហើយអហោសកម្មព្រោះលោកបានសម្រេចមគ្គផលហើយអញ្ចឹងយើងខំសន្សំបុណ្យនេះច្រើនបុណ្យជូនទៅដល់សម្រេចមគ្គផលកម្មទាំងឡាយណាដែលវាមានពីនឹងគ្នាអហោសកម្មនឹងខំទៅទៀតខំទៅសម័យនេះកំពុងច្បល់វល់ខ្លាំងច្រើនយើងខំទៅទៀតអត់មានអីក្រៅពីបុណ្យកុសលទេខ្ញុំមិនដឹងថាជួយពុទ្ធបរិស័ទរបៀបម៉េចកូនចៅប្រុសស្រីរបៀបម៉េចក្រៅពីបញ្យល់ឲ្យធ្វើបុណ្យទេមានតែបុណ្យនឹងឯងហើយបុណ្យនឹងអ្នកណាធ្វើយើងជាអ្នកធ្វើហើយយើងក៏ទទួលផលបុណ្យនោះដោយសុខសាន្តអាចរំដោះបានម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចវាមិនបានទាំងដុំទេតែវាកាត់បន្ថយដូចយើងលះកិលេសហ្នឹងវាកាត់បន្ថយបានម្ដងបន្តិចម្ដងបន្តិចចាការកាត់បន្ថយនេះយើងព្យាយាមទៅកុំខ្ជិលបានបណ្ណាយកប៉ុណ្ណឹងម្ដងបន្តិចម្ដងបន្តិចទៅដូចតែយើងរត់ទ្រព្យសម្បត្តិអញ្ចឹងណាមិនរត់ភ្លាមបានមករាប់កោតធ្វើអ្នកមានដេកស៊ីមកយោណាយើងប្រឹងរត់ណាហើយតោងយល់ទៅណាជីវិតយើងទាំងអស់គ្នាដែលកើតឡើងមកនេះតាំងពីក្មេងដល់ប៉ុណ្នេះអាទិត្យក្រោយខ្ញុំនឹងនិយាយអំពីជីវិតដែលដំណើរការដំណទៅដែលព្រះអង្គសម្ដែងចាប់ពីកើតរហូតដល់ស្លាប់មាន10ប្រការនឹងព្រះអង្គបញ្ជាក់ព្រោះជីវិតទី1គឺស្អីអត្តបូងទីព្រះអង្គមិននិយាយទេព្រះអង្គគិតថានឹងវាវ័យខ្ចីលវក់អញ្ចឹងទៅវាមិនតាន់ចេះចាំអីទេចាប់ពី1ឆ្នាំដល់10ឆ្នាំព្រះអង្គសម្ដែងថាវ័យនឹងយ៉ាងម៉េចពី11ឆ្នាំដល់20វ័យនឹងវាដូរយ៉ាងម៉េចពី21ទៅដល់30វាដូរម៉េចពី30ដល់40ដូរម៉េចដល់40ទៅ50នឹងថយចុះហើយដល់ទៅ50ទៅ60អានឹងអីជរេត្រេតត្រូតហើយហើយត60ទៅ70ស្អីអានឹងកោងខ្នងហើយតែដល់ខ្ញុំនេះវិញវាបច្រាស់ដែរដល់ពេលព្រះអង្គសម្ដែងថាវិជ្រាត្រេតត្រូត65ទៅក30ខ្ញុំដល់លើភ្នំហ្នឹងទៅបានបនមកសទុះទៀតទៅវាអត់ត្រេតត្រូតវាដើរត្រង់ដែរតែឥឡូវរៀងត្រេតត្រូតហើយដល់ចិត្តជាងហើយចិត្តជាងព្រះអង្គថាកោងខ្នងហើយបើឥឡូវខ្ញុំចិត្តជាងខ្ញុំនៅតែសង់បានធ្វើបានអញ្ចឹងបុណ្យនេះណាជឿលើបុណ្យនោះមិនស្អីក្រៅពីបុណ្យទេចាកុំចង់រឹងប៉ឹងស្អាតមុខល្អអីទៅផាត់ម្សៅចុះឡើងខូចមុខមាត់ទៅជាយកណីអស់អញ្ចឹងអត់ទេធម្មជាតិទៅយកបុណ្យជាទីពឹងទៅណាឥឡូវនេះយើងត្រូវចូលប្រធានបទមួយនៅក្នុងគ្នា27មែនទេតាគ្នា27នេះព្រះអង្គសម្ដែងធម៌5យ៉ាងដែរអញ្ចឹងក្នុងគណៈហ្នឹងយកចិត្តទុកដាក់ស្ដាប់សំលេងព្រះអង្គសម្ដែងមិនហ្នឹងពាក្យហ្នឹងដោយគណៈហ្នឹងចិត្តគេទទួលយកហើយទទួលតាមអីទ្វេត្រជាអញ្ចឹងចវ័នសោយខ្លឹមសារធម៌ព្រះអង្គសម្ដែងយ៉ាងណាគេបានទទួលយកចវ័នសោយហើយគេបញ្ជូនទៅណាតតិលមណៈគេទទួលយកទុកនៅណាក្នុងសន្តាននៅក្នុងប្រវាំងនឹងឯងជាប្រែទៅជាអីជាវិបាករបស់កម្មជាកុសលណាវិបាកជាកុសលដើរតួពេលចប់តបដិសន្ធិទៅកើតជាមនុស្សដែលមានបញ្ញាខ្ពង់ខ្ពស់ជាមនុស្សដែលឆ្លាតវាងវៃដោយសារត្រៀងត្រង់ស្ដាប់នេះពុទ្ធវចនៈនេះទៅណាសូមអនុមោទនាតាមរយៈនឹងការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំបានរៀបចំកម្មវិធីសហការជាមួយមជ្ឈមណ្ឌលហើយក៏សូមអរកាយគ្រប់ដល់លោកនាយកសាលាទាំងអស់នាយិកាផងដែរហើយនឹងសូមគ្រប់ដល់សិលវ័នសិលវតីទាំងអស់ដែលបានជួយមកសិក្សានៅទីនេះយើងឃើញថាពេលនេះយើងមានគ្នាច្រើន195អ្នកទាំងចឹងចំនួនដែលយើងមានគ្នាច្រើននេះក៏ឃើញថាសប្បាយរីករាយទាំងអស់គ្នា
ដោយចិត្តជាថ្លារីករាយក្នុងកុសលធម៌ដែលត្រូវបំពេញអំពើល្អគ្រប់បែបយ៉ាងសម្រាប់ខ្លួនឯងនិងសម្រាប់មនុស្សច្រើនគ្នាក្នុងគណៈដែលយើងរួមគ្នាបំពេញនេះក៏ដើម្បីស្ដារឡើងវិញនៅគុណសម្បត្តិរបស់យើងម្នាក់ទៀតមនុស្សយើងម្នាក់កើតឡើងមករមែងមានគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងពេលពីក្មេងដែលមិនតាន់យល់ដឹងត្រូវច្បាស់លាស់ទេនោះរមែងមានគុណវិបត្តិឯគុណសម្បត្តិក៏មានប៉ុន្តែគុណវិបត្តិក៏មានអញ្ចឹងយើងអត់អាចកំណត់ចាំច្បាស់ថាគុណវិបត្តិដែលយើងធ្វើនោះខុសឆ្គងទៅលើអ្វីខ្លះទេតែពេលនេះយើងខំកសាងគុណសម្បត្តិកសាងគុណសម្បត្តិគឺការព្យាយាមអប់រំចិត្តដែលយើងដាក់ប្រធានបទថាជាសមរភូមិគ្រប់គ្រងអប់រំចិត្តការអប់រំចិត្តនេះជាសមរភូមិមួយលោកនាយកសាលាជ្រាបស្រាប់ហើយពាក្យថាសមរភូមិគឺជាការប្រយុទ្ធតតាំងគ្នាយកស្លាប់រស់ជាមួយគ្នាយកឈ្នះគ្នារៀងខ្លួនទីនេះយើងឈ្នះអីទៀតសមរភូមិនេះប្រយុទ្ធរវាងចិត្តអាក្រក់និងចិត្តល្អហើយក៏ត្រូវយកឈ្នះចាញ់ស្លាប់រស់ដែរមានន័យថាខណៈចិត្តយើងមានតែមួយដួងទេដូចយើងអង្គុយកៅអីអញ្ចឹងបើចិត្តខណៈចិត្តជាបុណ្យមានឡើងលើកៅអីខណៈចិត្តបាបត្រូវទៅធ្លាក់ចុះពីកៅអីហ្នឹងហើយបើសិនណាជាបាបនេះគេមានកម្លាំងខ្លាំងគេឡើងលើកៅអីគេវាយចិត្តបុណ្យធ្លាក់ចុះគេអង្គុយម្ដងចឹងយើងព្យាយាមប្រយុទ្ធវាយគ្នាចូលឡើងរវាងចិត្តល្អនិងចិត្តអាក្រក់នេះដោយពង្រឹងស្មារតីព្យាយាមអត់ធន់ប្រតិបត្តិនៅក្នុងអរិយមគ្គអង្គ8ដែលមានការយល់សមាទិដ្ឋិគឺការយល់ត្រូវយល់ថាមេត្តាបិតាមានគុណយល់ថាព្រះពុទ្ធជាម្ចាស់ព្រះពុទ្ធពធប្រសង្ឃជាអ្នកមានគុណដ៏ខ្ពង់ខ្ពស់បំផុតយល់ថាធ្វើបុណ្យបានបុណ្យធ្វើបាបបានបាបយល់ថាសត្វលោកសាងកម្មណារមែងទទួលកម្មនោះដូច្នេះហើយបានជាលោកមន្ទាវឯកឧត្តមពុទ្ធបរិស័ទលោកនាយកសាលាអញ្ជើញមកដើម្បីអប់រំចិត្តនេះព្រោះអីព្រោះយើងឃើញច្បាស់ថាការប្រយុទ្ធរវាងចិត្តអាក្រក់គឺមាននៅក្នុងចិត្តតែមួយដួងនឹងទេដែលឆ្លាស់គ្នាដោយចេតសិកកើតជាមួយអញ្ចឹងការប្រយុទ្ធនេះវាទាមទារពេលវេលាវែងឆ្ងាយណាស់យើងធ្លាប់ប្រយុទ្ធជាមួយនឹងចិត្តល្អចិត្តអាក្រក់នេះចិត្តល្អចាញ់ចិត្តអាក្រក់គឺចាញ់កិលេសមាមជ្ឈុមាជាកម្លាំងរបស់សត្រូវដ៏ធំបំផុតនៅក្នុងវដ្តសង្សារនេះនៅក្នុងវដ្តសង្សារដែលយើងកើតចាស់ឈឺស្លាប់ទទួលទុក្ខលំបាកគ្រប់បែបយ៉ាងក៏ព្រោះតែយើងច្បាំងចាញ់គេនឹងឯងគឺច្បាំងចាញ់ចិត្តអាក្រក់នឹងឯងដែលធ្វើឲ្យយើងរងគ្រោះមិនចេះចប់ចឹងបងប្អូនសម្ដែងថាយើងនឹងឯងជាអ្នកផលិតឈ្នះចាញ់លើខ្លួនយើងទាំងអស់ចឹងជំនះជោគជ័យទាំងអស់អាស្រ័យលើចិត្តគេមានអានុភាពខ្លាំងណាស់គេអាចបញ្ជាកាយវាចានេះប្រព្រឹត្តទៅដោយវិធីណាក៏បានដែរឲ្យតែចិត្តនេះគេប្រព្រឹត្តទៅគេបញ្ជាទៅចិត្តល្អគេក៏បញ្ជាទៅធ្វើអំពើល្អទៅបើចិត្តអាក្រក់គេបញ្ជាទៅចិត្តអាក្រក់ក៏ធ្វើអំពើអាក្រក់ទៅចឹងកៅអីមួយនេះជាកៅអីបច្ចុប្បន្នហៅថាយើងនៅបឋិជននៅច្បាំងឈ្នះចាញ់គ្នាតែព្យាយាមច្បាំងឲ្យឈ្នះដើម្បីស្ដារសមត្ថភាពនិងគុណសម្បត្តិយើងឡើងវិញសម្រាប់ចម្រាញ់ពូជដ៏ល្អនេះទៅអនាគតជាតិទៀតលោកនាយកសាលាលោកយាយលោកតាប្រគុណម្ចាស់ក៏ដោយលោកមន្ទាវជ្រាបស្រាប់ហើយពេលខ្លះយើងតូចចិត្តនឹងភាពល្ងងខ្លៅរបស់ខ្លួនយើងនេះជាគុណវិបត្តិដែលកើតឡើងមានធ្លាប់ទេពិចារណាមើលថាតើពេលខ្លះយើងតូចចិត្តនឹងភាពល្ងងខ្លៅរបស់យើងប៉ុណ្ណាដែរពេលខ្លះអ្វីខ្លះដែលយើងមិនគួរធ្វើតែយើងធ្វើឲ្យខុសឲ្យខូចពេលខ្លះមិនគួរនិយាយតែយើងនិយាយឲ្យគេខឹងឲ្យគេស្ទះការងារដែលឆ្លោះមិនចាំងអញ្ចឹងទេធ្លាប់ដឹងថាខ្លួនយើងនេះជួនកាលនិយាយហើយអាត្មាអញមិនគួរនិយាយអញ្ចឹងសោះ
ធ្វើហើយអាត្មាអញមិនគួរធ្វើអញ្ចឹងសោះយើងអត់ចង់ខុសទេតែភាពល្ងងខ្លៅរបស់យើងធ្វើឲ្យយើងខុសអញ្ចឹងបានព្រះអង្គសម្ដែងថាម៉េចព្រះអង្គសម្ដែងថាមនាភិក្ខុទាំងឡាយសត្រូវដែលតាមប្រហារយើងរាល់ថ្ងៃដែលប្រឆាំងជាមួយយើងរាល់ថ្ងៃហើយបំផ្លាញយើងរាល់ថ្ងៃជាសត្រូវដែលលាក់មុខយើងអត់បានឃើញច្បាស់ទេប៉ុន្តែវាកើតឡើងដោយអត់មានរូបរាងទេគឺអីគឺភាពល្ងងខ្លៅរបស់យើងឯងដែលបំផ្លាញយើងវិញនោះឥឡូវលោកយាយគិតមើលយើងខំចម្រើនសមាធិប្រកបដោយវិបស្សនាតែបញ្ញាយើងវាអត់បានវាអត់កើតវាអត់ស្ងប់មកពីអីភាពល្ងងខ្លៅរបស់យើងភាពល្ងងខ្លៅត្រង់ណាពេលសមាធិនៅពេលដែលអប់រំចិត្តអត់បានឲ្យចិត្តអណ្ដែតដងរេមាយពេលដែលចិត្តអត់ស្ងប់នឹងឯងអានឹងឯងព្រះអង្គសម្ដែងថាអវិជ្ជាគ្រប់សង្កត់តែបើវិជ្ជាកើតឡើងគឺវិជ្ជានេះឯងអាចមើលដឹងច្បាស់អំពីចិត្តរបស់យើងថាចិត្តស្ងប់ឬមិនស្ងប់មិនស្ងប់ដោយប្រការណាដឹងហេតុនោះឲ្យច្បាស់លាស់ហើយយើងនឹងខំបំពេញហេតុនាំឲ្យចិត្តស្ងប់គឺការតាំងចិត្តដឹងក្នុងអារម្មណ៍មូលតែមួយពេលចិត្តរេមាយក៏ទាញចិត្តមកវិញដោយបដៅចិត្តថាមនាលចិត្តឯងធ្លាប់ដើរលេងច្រើនណាស់ហើយចិត្តឯងធ្លាប់នាំឲ្យអាត្មាអញធ្លាក់នរកប្រែតច្រើនណាស់ហើយក្នុងវដ្តសង្សារនេះចឹងចិត្តឯងធ្លាប់ខុសឆ្គងច្រើនណាស់ហើយល្មមហើយការគិតខ្វល់ខ្វាយរឿងរ៉ាវទាំងឡាយដែលកើតឡើងនោះចិត្តឯងបានទទួលយកមកគិតត្រេះរិះច្រើនរាប់រយចម្ពោះរាប់ម៉ឺនចម្ពោះហើយល្មមគ្រប់គ្រាន់ហើយល្មមឆ្អែតហើយល្មមដាក់ទុរៈចុះហើយយកចិត្តនេះតែមួយគាត់គឺដឹងតែខ្យល់ដង្ហើមចេញចូលបានហើយមិនបាច់រវល់ខ្វល់អ្វីទៀតទេនឹងឯងជាការដែលបង្រៀនចិត្តយើងឲ្យស្ថិតនៅក្នុងអារម្មណ៍មូលតែមួយហើយប្រឹងប្រែងមានសតិគ្រប់គ្រងចិត្តដើម្បីបំពេញបុណ្យកុសលនេះឲ្យបានរឿយគង់តែនឹងមានភាពស្ងប់ស្ងាត់មិនខាតឯភាពដែលគិតគូរដោយលោកគ្រូអ្នកគ្រូលោកនាយកសាលាទទួលភារៈជាអ្នកគ្រប់គ្រងផ្ទះខ្ញុំដឹងច្បាស់ណាស់ខ្ញុំក៏អ្នកគ្រប់គ្រងផ្ទះដែរត្រូវប្រឈមនឹងបញ្ហាជីវិតម្នាក់ស្រឡាញ់ជីវិតណាស់អញ្ចឹងត្រូវការជីវិតថែជីវិតនេះឲ្យបានល្អដើម្បីជីវិតត្រូវបំពេញកិច្ចការអ្វីៗគ្រប់បែបយ៉ាងទាំងថ្ងៃទាំងយប់ហត់នឿយប៉ុណ្ណាក៏ដោយក៏ត្រូវប្រយុទ្ធដើម្បីជោគជ័យនៃជីវិតក្នុងតួនាទីភារកិច្ចដូចជាលោកគ្រូអ្នកគ្រូមេត្តាបិតាមានតួនាទីដែលធ្វើជាមលុបឲ្យកូនចៅប្រុសស្រីជាភារៈមួយធ្ងន់ធ្ងរណាស់មិនមែនធម្មតាទេអញ្ចឹងភារៈដ៏ធ្ងន់នេះចិត្តរបស់យើងតើខ្វល់ប៉ុណ្ណាគិតប៉ុណ្ណាស្មុគស្មាញប៉ុណ្ណាត្រូវប្រឈមមុខបញ្ហាអ្វីខ្លះយើងមើលមេត្តាបិតាខ្លះយើងមិននិយាយទេអ្នកដែលសម្បូរទ្រព្យសម្បត្តិច្រើនបាននេះតែគេសម្បូរបុណ្យបើសម្បូរបុណ្យសេចក្តីទុក្ខលំបាកមានតិចទេតែបើខ្វះបុណ្យកើតក្នុងតកូលលំបាកយើងមើលទៅអ្នករត់តាក់ស៊ីរត់ម៉ូតូឌុបឬក៏រត់ស្អីហ្នឹងដណ្ដើមមួយគ្នាមកនឹងដណ្ដើមបច្ចេករត់ដើម្បីបានមួយលក់ដូរតាមចាំផ្លូវគេត្រូវគេជេរគេស្ដីថាឲ្យយ៉ាងម៉េចក៏ត្រឹមទាំងអស់ដើម្បីកូននិងដើម្បីជីវិតខ្លួនឯងរកពេលវេលាបំពេញអំពើល្អមិនបានរកពេលវេលាសម្រាប់ធ្វើបុណ្យមិនបានរហូតដល់បំពេញអំពើអាក្រក់ថែមទៀតដើម្បីជីវិតចឹងព្រះអង្គឲ្យយើងពិចារណាថាជីវិតនេះវាត្រូវរងវិបាករបស់កម្មដែលយើងបានកើតហើយលោកគ្រូអ្នកគ្រូមនុស្សទាំងអស់ក្នុងពិភពលោកទាំងខ្ញុំផងដែរកើតឡើងដោយសារអាស្រ័យទៅលើកម្លាំងកម្មហើយផលវិបាករបស់កម្មនឹងឯងគេឲ្យយើងបដិសន្ធិជាមនុស្សខ្ពង់ខ្ពស់ឬថោកទាបអាស្រ័យទៅលើកម្លាំងកម្មជាកុសលឲ្យខ្ពង់ខ្ពស់ទៅបើតិចក៏ល្មមទៅបើថោកទាបកាន់តែយ៉ាប់ទៅបើកម្មអកុសលក៏ឲ្យធ្លាក់នរកប្រែតទៅអញ្ចឹងយើងត្រូវឆ្លុះបញ្ចាំងថាតើជីវិតនេះកំពុងកសាងនេះតើគួរកសាងដាក់ទិសដៅជីវិតយើងទៅណានឹងឯងជាការច្បាំងយកឈ្នះចាញ់រវាងភាពអសកម្មទាំងឡាយនិងភាពសកម្មទាំងឡាយនៃជីវិតដើម្បីឈ្នះបាន
លុះត្រាណាតែយើងដាក់ចិត្តឲ្យច្បាស់ថាពុំមានអ្នកណាផ្ដល់ឲ្យយើងក្រៅពីខ្លួនយើងទេជោគវាសនាអ្វីៗគឺយើងជាអ្នកក្តាប់ទាំងអស់បើយើងខំរៀនយើងចេះខំរយើងបានខំប្រតិបត្តិធម៌នឹងបានបុណ្យបើលោកយាយលោកតាមិនខំទេនោះនៅតែអត់បានដដែលអ្នកណាឲ្យយើងបុណ្យកុសលទាំងអស់អត់មានអ្នកណាឲ្យទេគឺយើងជាអ្នកឲ្យជីវិតយើងក៏ដូចគ្នាដែរជីវិតយើងវែងឬខ្លីយូរឬឆាប់យើងជាអ្នកឲ្យជីវិតដោយខ្លួនឯងឯជីវិតដែលគេសម្លាប់យើងនោះគឺជាបាបកម្មពាវរិយដែលត្រូវស្លាប់បើយើងសម្លាប់គេសម្លាប់នោះសត្វទាំងឡាយព្រះអង្គសម្ដែងថាយើងអាយុខ្លីអញ្ចឹងយើងនឹងឯងជាអ្នកធ្វើឲ្យខ្លួនឯងអាយុខ្លីបើយើងរក្សាសិលយើងមានអាយុវែងខ្លួនយើងនឹងឯងដែលផលិតជីវិតយើងឲ្យវែងបើយើងធ្វើបុណ្យកុសលប្រកបដោយភាពជ្រះថ្លារីករាយបន្តិចទៀតខ្ញុំនឹងលើកខ្លះដើម្បីលោកគ្រូអ្នកគ្រូយកទៅអប់រំកូនចៅថាបើយើងចង់ឲ្យគេគោរពយើងក្នុងអបជាយណៈបញ្ញកិរិយាវត្ថុទាំង10ខ្ញុំមានសរសេរក្នុងនេះហើយចង់ឲ្យទៅណាមកណាគេគោរពយើងត្រូវព្យាយាមគោរពមេត្តាបិតាយើងជាធំជាមុនសិនបន្ទាប់មកព្យាយាមគោរពព្រះពុទ្ធពធព្រះសង្ឃកូនចៅប្រុសស្រីលោកគ្រូអ្នកគ្រូលោកអ្នកយកសាលាត្រូវគោរពមេត្តាបិតារបស់លោកឲ្យបានល្អមែនទែនព្រោះព្រះអង្គសម្ដែងថាមេត្តាបិតាជាព្រះរហន្តរបស់កូនប្រុសស្រីតែមិនមែនព្រះរហន្តទូទៅដូចជាព្រះរហន្តអស់កិលេសទេណាសម្រាប់តែកូនប្រុសស្រីព្រោះអីមេត្តាបិតាបានផ្ដល់សេចក្តីសុខនិងចិញ្ចឹមគេនឹងគាត់មានអ្វីគាត់ផ្ដល់ឲ្យកូនទាំងអស់មានន័យថាម៉េចគាត់ដាក់ខ្លួនគាត់ជាអ្នកបម្រើកូនហើយគាត់ធ្វើអ្វីដើម្បីតម្រូវចិត្តកូនចឹងមែនទេលោកយាយខ្លួនឯងអត់គិតទេមិនហ៊ានចាយច្រើនទេបើសម័យនេះមានវត្ថុទំនើបទៀតបងចំនួនខ្ញុំមេត្តាបិតាមិនសូវហត់ប្រមាណទេវាអត់សមមានសម្ភារៈទំនើបអញ្ចឹងអាកូនចៅប្រុសស្រីក្នុងសង្គមទំនើបគេរត់តាមសម្ភារៈទំនើបម៉ែអើយនេះក៏រត់តាមដើម្បីធ្វើម៉េចឲ្យបានដល់កូនជាពាក់ធនាគារជាពាក់អីគេណាណីក៏ព្រមដែរដើម្បីកូនអញ្ចឹងមកជីវិតខ្លួនឯងនេះបានដាក់ខ្លួនជាអ្នកបម្រើតាមតម្រូវការរបស់កូនអញ្ចឹងកូនប្រុសស្រីត្រូវដឹងថាមានតែម៉ែឪប៉ុណ្ណោះឯងដែលតម្រូវការតាមតម្រូវចិត្តរបស់កូននោះអញ្ចឹងគាត់ជាព្រះរហន្តដោយសារអីសរសើរតែគាត់លះបង់គ្រប់បែបយ៉ាងនេះឯងតែគាត់មិនមែនជាព្រះរហន្តសម្រាប់ខ្ញុំឬសម្រាប់អ្នកដទៃទេអញ្ចឹងកូនប្រុសស្រីត្រូវធ្វើបុណ្យធ្វើទានជូនគាត់ដោយលោកមន្ទាវក្តីលោកនាយកសាលាក្តីលោកមានមេត្តាបិតាសំណាងហើយបំពេញទៅមុននឹងទៅវត្តកុំភ្លេចម៉ែឪធ្វើបុណ្យជាមួយម៉ែឪផងជាមួយព្រះសង្ឃផងអញ្ចឹងសូមអប់រំកូនប្រុសស្រីថាភាពគោរពដឹងគុណនេះកើតជាតិណាគេគោរពវិញទៅណាមកណាមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់តែថាំងមិនក៏គេឡើងបុណ្យស័ក្តិលឿនមិនក៏អាត្មាអញឡើងវាមិនលឿននៅយូរគេឲ្យវាមិនទៅណាសោះវាខ្វះបុណ្យដែលនាំឲ្យមានបុណ្យស័ក្តិខ្លួនឯងគឺការគោរពបូជាមេត្តាបិតាគោរពបូជាពុទ្ធព្រះសង្ឃនេះឯងខ្ញុំមិនលើកតម្កើងខ្ញុំទេខ្ញុំឧទាហរណ៍ខ្លួនខ្ញុំអត់មានបុណ្យស័ក្តិរដ្ឋអំណាចអ្វីនៅក្នុងរដ្ឋាភិបាលទេប៉ុន្តែហេតុអីខ្ញុំទៅណាមកណាគេគោរពសូម្បីតែចាស់ជួបមកពីយើងសាងបុណ្យល្អសម្រាប់ឲ្យគេគោរពហើយពីអតីតជាតិមកគឺខ្ញុំបានបំពេញបុណ្យនឹងទោះអ្នកណាចំណែនមិនក៏ធ្វើអីអត់កើតដែរដោយសារអីដោយសារអានុភាពនៃបុណ្យនេះគ្មានអ្នកណាដណ្ដើមបានទេព្រះអង្គបញ្ជាក់ហើយបើសិនជាខ្ញុំអត់មានការគោរពមេត្តាបិតាអត់គោរពចាស់ទុំអត់គោរពគ្រូអាចារ្យរបស់ខ្លួនឯងទេនោះហេតុផលនឹងមិនមានទេគឺគ្មានគេគោរពទេហើយមានគួបផ្សំនឹងអតីតជាមួយនឹងបច្ចុប្បន្នខ្ញុំគោរពព្រះសង្ឃគោរពពុទ្ធព្រះសង្ឃខ្ញុំគោរពមេត្តាបិតាខ្ញុំឃើញមេត្តាបិតាខ្ញុំគោរពដូនតាខ្ញុំអញ្ចឹងខ្ញុំថ្វាយបង្គំសុំខមាទោសគាត់រាល់ពេលចូលឆ្នាំក្នុងបុណ្យប្រជុំទិញអីវ៉ាន់ជូនគាត់លុយដែលគាត់ឲ្យចាយគាត់ថាខ្ញុំកើតតកូលគួសមដែរអញ្ចឹងខ្ញុំរៀនឈ្នះគេខ្ញុំរៀនបកាយលេខ1ម្ដាយខ្ញុំតែងឲ្យរង្វាន់តែមួយញ៉ា3ខែម្ដងខ្ញុំចាំតែយកបាននឹងទៅជូនគាត់ដើម្បីយកលុយអញ្ចឹងខ្ញុំចាយពាក់កណ្ដាលទិញអីវ៉ាន់ជូនគាត់
ខ្ញុំឃើញគាត់ធ្វើឲ្យមិនជាមួយចដូនជាតាខ្ញុំធ្វើនឹងឯងលោកគ្រូត្រូវព្យាយាមបង្ហាត់កូនប្រុសស្រីឲ្យរៀនមើលតាមគំរូនឹងដើម្បីរក្សានៅសិលធម៌ចរិយាធម៌និងគុណធម៌ហើយដើម្បីស្ដារសមត្ថភាពនិងគុណសម្បត្តិរបស់យើងឡើងវិញពូជទៅទៀតត្រូវសន្សំពូជបើយើងអត់ពូជយើងអត់ទៅរួចទេដូចជាខ្ញុំមើលបត្រៃបេដកហេតុអីបានខ្ញុំមានឧបនិស្ស័យមើលបត្រៃបេដកលោកគ្រូនាយកសាលាសួរទៅសួរប្រគុណម្ចាស់ទៅតែប្រសងប្រមាណភាគរយដែលពេញចិត្តអានបត្រៃបេដកតែមនុស្សប្រមាណភាគរយដែលអានបត្រៃបិដកយល់បើសិនជាខ្ញុំអត់មានឧបនិស្ស័យសន្សំពូជការអានការចេះដឹងនេះទេខ្ញុំមើលតែពី3ក្បាលខ្ញុំធុញបាត់ទៅហើយឥឡូវសាកលបងមើលទៅអញ្ជើញសាកអានមើលទៅ10ក្បាលអីហ្នឹងខ្ជិលបាត់ទៅហើយឃើញតែសភៅក្រាស់អើយអញមិនទៅមើលទេសូម្បីខ្ញុំទៅសេប៉ុណ្នេះមិនដឹងថាលោកគ្រូអ្នកគ្រូព្យាយាមមើលឬអត់ផងឯខ្ញុំអ្នកស្រាវជ្រាវនោះតើច្រើនចំណាយពេលប៉ុណ្ណាដើម្បីអញ្ចឹងពុទ្ធនោះព្រះអង្គត្រាស់ដឹងតែព្រះអង្គត្រូវបំពេញបុណ្យបារមីប្រមាណអសង្ខ័យដើម្បីបានពាក្យនឹងមកគ្រាន់តែយើងមើលក៏ធុញក៏ខ្ជិលទៅហើយនឹងមកពីអីអត់ឧបនិស្ស័យដែលត្រូវចេះដឹងអញ្ចឹងយ៉ាងម៉េចត្រូវបណ្ដោះដូចខ្ញុំនិយាយថាយើងមានសក្តានុពលមានហើយតែមានតិចអញ្ចឹងបណ្ដោះថែមទៀតដើម្បីឲ្យមានច្រើនកាន់តែច្រើនទៅដើម្បីជាតិមាតុភូមិអញ្ចឹងលោកគ្រូពេលដែលឲ្យកូនសិស្សសមាធិតើឲ្យយល់ថានឹងឯងជាបុណ្យកុសលដ៏ក្រៃលែងគ្មានបុណ្យណាដល់ទេស្មើនឹងគោរពមេត្តាបេតាជាប្ររហន្តស្មើនឹងគោរពលោកគ្រូអ្នកគ្រូជាបុព្វាចារ្យកូនសិស្សត្រូវគោរពគ្រូភារកិច្ចខ្ញុំដាក់ក្នុងនេះប៉ុន្តែខ្ញុំអត់មានឱកាសនឹងបញ្យល់ជូនតែខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូលោកចេះដឹងច្រើននាយកសាលាលោកចេះដឹងលោកអាចបញ្យល់បានត្រង់ថាអ្វីដែលយើងឲ្យគេយើងនឹងបានរបស់នោះមកវិញបើយើងឲ្យភាពក្តៅក្រហាយទៅគេយើងនឹងបានភាពក្តៅក្រហាយមកវិញបើយើងឲ្យភាពត្រជាក់ត្រជុំទៅគេនឹងឲ្យភាពត្រជាក់ត្រជុំមកវិញចាអញ្ចឹងក្នុងគណៈនាមចែករំលែកសេចក្តីសុខឲ្យទៅគេនឹងឲ្យសេចក្តីសុខមកខ្ញុំវិញដូចនៅទីនេះយើងចែករំលែកបុណ្យឲ្យទេវតាឲ្យសេចក្តីសុខយើងមកវិញមកសម្រានទាំងអស់គ្នានឹងសម្រានបានល្អទេលក់ទេហ្នឹងហើយអាហ្នឹងមកបំពេញបុណ្យទេវតាចែករំលែកបុណ្យឲ្យជូនអញ្ចឹងបានន័យថាយើងបំពេញបុណ្យមិនមែនចែកបុណ្យនេះសម្រាប់តែខ្លួនយើងដល់កូនចៅប្រុសស្រីទេចែកបុណ្យនេះដល់ទេវតាដែលខ្ញុំឲ្យសូត្រអាការសត្ថាហ្នឹងឯងអញ្ចឹងមានន័យថាអ្វីដែលយើងធ្វើអ្វីទាំងអស់នោះយើងបានចាំប៉ុណ្្នឹងចុះចាអញ្ចឹងក្នុងគណៈបញ្ញកិរិវត្ថុទាំង10ព្រះអង្គសម្ដែងថាម៉េចទី1ការធ្វើទានដូចខ្ញុំបានបញ្ជាក់មុនខ្ញុំភ្ជាប់ទាននឹងបន្តិចទៀតថាទានដែលឲ្យដោយលុយក៏មានបរិច្ចាគទ្រព្យសម្បត្តិដូចជាពុទ្ធបរិស័ទឯកឧត្តមលោកជំទាវព្រះមហាក្សត្រក្នុងប្រទេសលោកបរិច្ចាគទ្រព្យសម្បត្តិចូលកសាងមជ្ឈមណ្ឌលខ្ញុំផ្ដើមកសាងមជ្ឈមណ្ឌលអស់ច្រើនលានដុល្លារផ្ទាល់ខ្លួនដូចច្រឡំចិត្តដីអញ្ចឹងខឿននឹងដាក់50,000ទៅហើយអស់ប៉ុណ្ណឹងឥឡូវទេវតាជួយមានលោកជំទាវឯកឧត្តមអ្នកសប្បុរសជនចូលបន្តទៀតណានឹងប៉ុណ្ណឹងសួរថាកូវីដប៉ុណ្ណឹងហើយបញ្ហាប៉ុណ្ណឹងហើយនៅមានអ្នកចូលមកពីអីអានុភាពនៃបុណ្យមិនមកពីខ្ញុំក្រាន់បើមកពីខ្ញុំបំពេញបុណ្យពិតប្រកបអញ្ចឹងគេជឿជាក់ដោយអាដាមខៀវកញ្ញរិទ្ធ$10,000ច្រឡំចិត្តដីហ្នឹងលោកមន្ទាវផេដាលីន$10,000លោកមន្ទាវជុនលៀងធនាគារវឌ្ឍនៈ$50,000សម្ដេចបវរធិបតីហ៊ុនម៉ាណែត$10,000លោកមន្ទាវឯកឧត្តមពេជ្រសុផាន់និងលោកមន្ទាវប៉ុកបញ្ញរិទ្ធ$10,000អាហ្នឹងគាត់សលេផ្ញើសម្លេងមកហើយណាហើយនៅពេលប៉ុនហ្នឹងទៀតដឹងថាគេចូលមិនហើយមានលោកមន្ទាវគង់ត្រីពីមុនថា$10,000ឥឡូវប្រហែលជាឡើងជាងឡើងប៉ុណ្ណឹងប្រហែលជាឡើងដល់ស្មើអូនឈុនលៀងមិនដឹងទេឬមានប្រសាសន៍ថាប្រហែលស្មើគ្នា$50,000ទៀតទៅចឹងស្អីនឹងទៀតដោយសារអីបុណ្យទៀតណាជឿលើបុណ្យចឹងបានថាយើងរកស៊ីអ្នកខេត្តអីបានគេរមមានមិនយើងរមមិនមានយើងខ្វះបុណ្យពីអតីតគឺខ្វះការធ្វើទាននេះឯងការធ្វើទាននៅមានទ្រព្យចឹងតែខ្ញុំមានទ្រព្យសម្បត្តិដោយសារខ្ញុំធ្វើទានពីអតីតជាតិបូកនឹងខ្ញុំខំប្រឹងប្រែងប្រតិបត្តិធម៌នៅក្នុងសមាធិវិបស្សនាទើបខ្ញុំអាចបំពេញការងារដ៏ធំមួយដែលកសាងមជ្ឈមណ្ឌលអញ្ជើញមើលថាតើតូចឬធំការងារនោះពិបាកទេទៀតហើយអ្នកណាឈរ
គណៈកម្មការមាននៅភ្នំពេញយូរមកម្ដងងាយបានមកទៀតដោយលោកទាវនោះមកតែបានមកផ្លេតទៅបាត់ហើយរវល់ខ្ញុំម្នាក់ឯងត្រូវព្រលឹមឡើងដើរមើលទាំងអស់ម៉ោង6ខ្ញុំដើរហើយដើរមើលការងារទាំងអស់ការងារគេធ្វើត្រូវឬខុសសេរីតាណាតោះតែយើងមើលបានយើងថាណាសមមិនសមយើងកែកុនមិនដូចយើងគូគំនូអញ្ចឹងណាបើគូឲ្យចោលអត់ទេត្រូវតែមើលចុះមើលឡើងស្ទង់ចុះឡើងហើយប្លង់ប៉ុណ្ណានៃហ្នឹងអ្នកណាមកដើរមើលអត់មានទេហើយខ្ញុំគូលើกระดาษឯងប្លង់ហ្នឹងទៀតខ្ញុំគូលើกระดาษឯងអត់តាន់ចូលព្រៃកើតឬព្រៃស្ដុកពេកគូលើกระดาษហើយអាស៊ីតិចឲ្យមកចុះមើលទីតាំងហ្នឹងដើម្បីគូប្លង់ហ្នឹងណាគាត់ថាអូយសត្វតែព្រៃមិនហ៊ានចុះទេខ្លាចសត្វខ្លាចពស់ខ្លាចអីអត់ចុះអញ្ចឹងអ្នកណាចុះមានខ្ញុំចុះជាមួយនឹងបរិស្ថាន2 3នាក់និងកម្មករ2 3នាក់លីខ្វៅទៅហ្មងទៅហើយលោកមន្ត្រីដឹងមិនសុំឲ្យឃើញការពិបាកដើម្បីទាំងអស់គ្នាមកថ្ងៃក្រោយកុំកាន់តែឃើញតែដើរហ្នឹងខ្ជិលខ្លាចពិបាកបានន័យថាយើងមើលអត់ដឹងនេះព្រៃស្ដុកអញ្ចឹងមិនដឹងថាមុខនឹងចង្ហុកជ្រោះមិនមកយើងអត់ដឹងទេជួនកាលដើរចុះទៅស្រាប់ទៅចំទៅអាជ្រោះដល់ភ្នំខ្ពស់ឡើងអត់រួចទេវៀងរកកន្លែងឡើងដើម្បីរួចព្រោះអីមនុស្សអត់មកវាព្រៃស្ងាត់ជ្រឹបនឹងមានណាគេនៅជាមួយបរិស្ថានគេមកតែផ្លេនអញ្ចឹងស្មុកស្មាញដានវាព្រៃឲ្យដានខ្លាដើរល្វាមไปហ្នឹងណាហើយលោកអញ្ជើញដើរហួសពីនេះតិចទៅមានសួរព្រះអង្គសៀមធ្លាប់ទៅឃើញរូងខ្លាដែលធ្លាប់នៅបើឥឡូវមិនដឹងគេនៅទៀតអត់ទេហើយបើសិនខ្លាចដាក់មិនប្រូចហើយដោយព្រះអង្គញឹបយន្តថាញោមមិនដឹងទៅធ្វើអីនំវេទនាមានលុយរាប់លានដុល្លារទៅដើរលេងដេកតែកាយ5ទៅសុបាយបាត់ហើយខ្ញុំថាព្រះអង្គសុបាយពេលហ្នឹងចាយលុយទៅអត់ប្រយោជន៍ខ្ញុំគណៈធ្លាប់ដើរអស់ហើយតាំងពី93ម្លេះដែលប៉ុនជួយឲ្យខ្ញុំរស់ស៊ីមានបានលឿនបំផុតដោយសារប៉ុនហ្នឹងឯងទិញដីលក់ដីទាំងបឹងកេងកងទី1ទី2នឹងលក់ចំណេញតែប្រហែល5ឆ្នាំខ្ញុំសល់1700តលឹងខ្ញុំដើរលេងមកឆ្អែតបាត់ទៅហើយស្រុកអាមេរិកបារាំងទៅ Las Vegas ឯណាកន្លែងល្អអាកប៉ាល់ cruise ship ដែលថាគេទៅជិះមកខ្ញុំជិះតាំងពីមុននឹងទៅមកគ្រាន់តែដូចយល់សពទៅឃើញថាវាស្អាតមែនគេធ្វើឲ្យយើងពិចារណាទៅអូអញ្ចឹងមែនតើបានគេថាគេមិនទៅនិព្វានទេព្រោះគេសប្បាយវាល្អស្អាតទំនើបគេអត់ដឹងថានេះទៅឋានសួគ៌វាល្អជាងនឹងទៅទៀតណា